នាងឃ្លីមួយថ្ងៃគិតតែពីសម្កុកបេះផ្កាម្លិះនៅនឹងហើយអញឲ្យនឹងឯងបោកខោអាវណាលាងចានឆ្នាំងក៏មិនទាន់លាងហើយថ្មនេះហើយនឹងឯងនឹងមិនទាន់ធ្វើអីទៀតហ៎មីហងឯងនេះក្បាលរឹងណាស់តើយើយករបស់ខ្មោចទុកក្នុងផ្ទះអញផងហ៎ណែណាយកចេញមកឆាប់យកចេញឲ្យអញភ្លាមមកអញយកទៅដុតកំទេចចោលអស់ទុកនាំតែចង្រៃផ្ទះអញទេកុំអីណាមីងខ្ញុំសុំវខ្ញុំនៅសល់តែអនុស្សាវរីយ៍តែមួយប៉ុណ្ណោះហងឯងក៏ហោះអញមែនទេឆាប់ទៅបាក់ហឹបនោះភ្លាមទៅបាក់ឲ្យអញមើលភ្លាមឲ្យឆាប់ឡើងទៀតហើយហ៎នាងឃ្លីអញឲ្យហងឯងតែធ្វើនំគ្រក់ឲ្យអញនៅកូនស៊ីនេះបាត់តាំងពីព្រឹករហូតដល់យប់ថ្មនេះទៅដោយប្រុសឈ្មោលមកពីណានឹងហ៎មីកំពុយថោកទៀបមើលអាប្រុសមួយណាអញមើលមុខវាបន្តិចមើលចាំមិនឆៃនាងមលីងឯណាប្រុសរបស់ឯងថាមកថ្ងៃនេះយ៉ាងម៉េចក៏យើងមិនឃើញមើលទៅបែបជាត្រូវអ្នកម៉ែយើងយកទៅលក់ធ្វើជាស្រីបនឲ្យមើលទៅគ្មានឱកាសមានប្តីត្រឹមត្រូវព្រោះថាគ្មានអ្នកណាគេមកដណ្ដឹងឯងនឹងណាទោះជាគ្មានអ្នកណាមកដណ្ដឹងយើងក៏យើងគ្មានថ្ងៃទៅធ្វើជាស្រីបនដែរឯងហ៊ានជំទាស់ជាមួយអ្នកម៉ែរបស់យើងដែរហ៎យើងចាំតែមើលទីងមានប្តីប្រពន្ធ2នាក់ជាគ្រួសារអ្នកមានគ្រាន់បើនិងមានកូនស្រីម្នាក់នៅពេលដែលកូនស្រីនោះទើបនឹងកើតនាងមានក្លិនក្រអូបដូចជាផ្កាម្លិះទើបម្ដាយឪពុកនាងដាក់ឈ្មោះឲ្យនាងថាម្លិះលុះពេលដែលនាងធំដឹងក្តីបន្តិចនាងចូលចិត្តដាំផ្កាម្លិះនិងតែងតែយកផ្កាម្លិះមកក្រងជាកម្រងភួងដាក់នៅក្បែរខ្លួនជានិច្ចមិនយូរប៉ុន្មានម្ដាយរបស់ម្លិះមានជំងឺហើយក៏បានស្លាប់ចោលប្តីនឹងកូនបន្ទាប់មកឪពុករបស់ម្លិះក៏បានរៀបការជាមួយនឹងប្រពន្ធក្រោយហើយមានកូនស្រីម្នាក់ទៀតឈ្មោះថាមេលាម្ដាយចុងនិងប្អូនស្រីចុងតែងតែធ្វើបាបនាងម្លិះរាល់ថ្ងៃឲ្យនាងធ្វើកិច្ចការផ្ទះនិងមិនឲ្យនាងបានរៀនសូត្រទេចំណែកឪពុករបស់ម្លិះគាត់ធ្លាក់ខ្លួនឈឺហើយក៏បាត់បង់ជីវិតដែរដោយទុកឲ្យម្លិះរស់នៅជាមួយនឹងម្ដាយចុងនិងប្អូនស្រីចុងថ្ងៃនេះផ្កាកំពុំល្អណាស់ខ្ញុំបែរយកទៅថ្វាយព្រះសិននាងមលីហើយនាងមលីនាងឯងរវល់ធ្វើស្អីអ្នកម៉ែប្រាប់ឲ្យទៅបោកកៅអៅចាអូនបងបែបផ្កាមលីមកផ្លែតសិនអូនទៅប្រាប់អ្នកមីងទៅថាបងទៅធ្វើឥឡូវហើយឲ្យលឿនបន្តិចទៅណាប្រយ័ត្នអ្នកម៉ែជេងយ៉ាងម៉េចមីលាកូនវាមកហើយនៅកូនប្រាប់វារួចហើយណាម៉ែតែវាប្រាប់ថានៅបេះផ្កាម្លិះបន្តិចទៀតទើបវាមកនោះម៉ែវាមកហើយនាងឃ្លីមួយថ្ងៃគិតតែពីសម្កុកបេះផ្កាម្លិះនៅនឹងហើយអញឲ្យនឹងឯងបោកខោអាវណាលាងចានឆ្នាំងក៏មិនទាន់លាងហើយថ្មនេះហើយនឹងឯងនឹងមិនទាន់ធ្វើអីទៀតហ៎មីហងឯងនេះក្បាលរឹងណាស់តើខ្ញុំធ្វើរួចអស់ហើយតើអ្នកមីងខ្ញុំងើបតាំងពីព្រលឹមរៀបចំផ្ទះសម្បែងលាងចានឆ្នាំងរួចអស់ហើយនៅតែខោអាវដែលសាមុននេះខ្ញុំឃើញអូនមីលានិងអ្នកមីងមិនទាន់ក្រោងទើបមិនហ៊ានដាស់ហើយក៏ឆ្លៀតទៅបេះផ្កាម្លិះអស់ហើយព្រោះថ្ងៃនេះជាថ្ងៃសិលខ្ញុំចង់ក្រងយកទៅថ្វាយព្រះនាងឯងថាលាងចានឆ្នាំងរួចហើយហ៎មើលទៅនាងមើលម្ដងទៀតទៅអញទើបតែស៊ីបាយមុននេះនៅកោចាននៅចក្រាតបាយឆាប់ទៅលាងសម្អាតទៅហើយបោកគក់ខោអាវឲ្យរួចណាបើមិនចឹងទេនាងឯងកុំសង្ឃឹមថាបានទៅណាឲ្យសោះនោះចាអ្នកមីងនេញយកទៅបាក់ទៅចាតោះអ្នកម៉ែពួកយើងនាំគ្នាទៅផ្សារទៅខ្ញុំទៅរកសម្លៀកបំពាក់ស្អាតទុកពាក់ក្នុងកម្មវិធីបណ្ដែតប្រទីបខាងមុខនេះណាអ្នកម៉ែត្រូវហើយកូនពេញកំមុំស្ដុកហើយត្រូវតែស្លៀកពាក់ឲ្យស្អាតដើម្បីឈ្នះអស់កំមុំក្នុងភូមិយើងហើយក៏ឈ្នះមីក្មេងនៅក្នុងផ្ទះនេះដែរតោះកូនអូហូយសុទ្ធតែស្អាតទាំងអស់អ្នកម៉ែមែនហើយកូនអ្នកភេមថ្ងៃនេះនាំកូនកំមុំដល់ផ្សារមែនទេ
អូហូកូនអ្នកស្រីភេមនេះឆ្នាំនេះពេញកំមុំស្ដុកតែម្ដងហើយថែមទាំងស្រស់ស្អាតទៀតផងណោះវាត្រូវតែចឹងហើយអ្នកជុំកូនស្រីរបស់ខ្ញុំមើលថែបានយ៉ាងល្អត្រូវតែស្រស់ស្អាតលើអស់នារីក្នុងព្រះនគរមិនយូរទៀតទេខ្ញុំនឹងឲ្យកូនស្រីខ្ញុំទៅធ្វើស្នំឯកក្នុងវាំងមិនខាន មែនទេកូនមីលាអូយអ្នកម៉ែកូនមិនទាន់គិតដល់រឿងនោះទេកូននៅក្មេងណាស់ឡើយមិនចង់ទៅធ្វើស្នំក្នុងវាំងទេណាអ្នកម៉ែយីកូននេះ ម៉ែរបស់ឯងនេះចង់ឲ្យឯងដូចជាខ្លួនគេនឹងណាក៏មុំមិនទាន់ញ័រចង់បានប្តីសុកចិត្តយកប្តីពុំម៉ែកូនមួយហើយឥឡូវយ៉ាងម៉េចចិញ្ចឹមកូនគេហើយកូនខ្លួនឯងទៀតហើយនេះសំណាងហើយណាដែលកូនដើមជាក្មេងល្អឧស្សាហ៍ព្យាយាមជួយការងារផ្ទះមិនចឹងទេនោះដូចជាម៉ែឯងនេះណាមិនចេះធ្វើស្អីនោះទេណែនេះជុំនេះថាឲ្យយើងមែនទេបើយើងចង់ប្តីពុំម៉ែតាវាយ៉ាងម៉េចគ្រាន់បើជាងអ្នកខ្លះយកប្តីក្ររហាមរកតែកូនមួយគ្រាប់ក៏គ្មានតែបើយើងវិញណាទោះជាប្តីពោះម៉ាយកូនមួយពិតមែនស្លាប់ទៅសល់ទ្រព្យសម្បត្តិឲ្យយើងនេះចាយក៏មិនអស់ដែរវើយឲ្យតែគ្រាន់បើរហូតទៅមិនចេះរកស៊ីស្អីគិតតែពីចាយទ្រព្យប្តីសល់នឹងទៅគង់តែរលាមិនខានទេកុំចេះដឹងរឿងគ្រួសាររបស់យើងនាងជុំកុំថាយើងមិនបានប្រាប់ណាតោះកូនមីលីយើងទៅរឿងបន្តទៀតនឹងអាចបានទៅផ្ទះវិញនៅម្ដុំនេះធំក្លិនស្អុយកណ្ដុលងាប់ណាស់មែនហើយណាម៉ែកណ្ដុលចាស់ងាប់ណាស់ម៉ែទៅស្អុយដល់ថ្នាក់នេះអូហូទិញបានច្រើនណាស់កូនសុទ្ធតែស្អាតចាអ្នកម៉ែកូនទិញបានគ្រឿងកង់ដៃស្អាតទៀតផងណាថ្ងៃបុណ្យបណ្ដែតប្រទីមកូននឹងពាក់ឲ្យស្អាតដាច់គេតែម្ដងកូនស្រីរបស់ម៉ែត្រូវតែស្អាតដូចម៉ែអញ្ចឹងនាងមលីយើងទៅផ្សារមួយថ្ងៃទៅហើយនៅបោកកៅអៅមិនទាន់រួចទៀតនាងឯងនេះតម្រុនពិតមែនអត់ទេអ្នកមីងខ្ញុំមិនបានតម្រុនទេដោយសារខោអាវរបស់អ្នកមីងនិងអូនមលីច្រើនពេកខ្ញុំបោកឡើងរីកដៃអត់ទៅហើយអ្នកមីងមើលចុះអូហូយគ្រាន់តែបោកកៅអៅប៉ុណ្ណឹងរអ៊ូម្លេះខ្ញុំឃើញបងមលីក្រង់មួយថ្ងៃមិនដាច់ឈុំមិនដាច់ឃើញថារអ៊ូសោះសូមឲ្យរីកដៃដូចជាផ្សិតកុំឲ្យបានក្រង់ផ្កាទៀនកូនមីលីនិយាយត្រូវតោះកូនឆាប់ទៅលោសម្លៀកបំពាក់មើលទៅណាថាមួយណាសមជាងចាអ្នកម៉ៃនាងមលីបោកកៅអៅឲ្យរួចស្រូតធ្វើបាយម្ហូបឲ្យយើងនិងកូនយើងស៊ីផងយើងឃ្លានណាចាអ្នកមីអ្នកម៉ែកូននឹកអ្នកម៉ែណាស់បានអ្នកម៉ែនៅទីនេះអ្នកម៉ែច្បាស់ជាអបកូនជាមិនខានទេម្លិះកូនស្រីម្ដាយហាអ្នកម៉ែពិតមែនទេកូនស្រីម្ដាយពិតជាអាណិតកូនណាស់ម្ដាយសំទោសដែលមិនអាចមើលថែកូនបានអ្នកម៉ែកូននឹកអ្នកម៉ែខ្លាំងណាស់អ្នកម៉ែកុំទៅណាចោលកូនបានទេកូនពិតជារងាណាស់អ្នកម៉ែម៉ែក៏នឹកកូនខ្លាំងណាស់ដែរម៉ែមកនេះគឺចង់ជួយកូនស្រីម៉ែមិនយូរទៀតទេវាសនារបស់កូននឹងបានជួបគូព្រេងសំណាងមានបរិបទដ៏ល្អមើលថែកូនជំនួសម៉ែគេម្នាក់នោះជាគូព្រេងរបស់កូនពីអតីតជាតិហើយអ្នកម៉ែកូនមិនត្រូវការអ្នកណាក្រៅពីអ្នកម៉ែទេមានអ្នកម៉ែម្នាក់គឺគ្រប់គ្រាន់ក្នុងជីវិតរបស់កូនហើយកូនត្រូវចាំណាថ្ងៃ15កើតខាងមុខនេះកូនត្រូវតែយកភួងម្លិះដែលក្រង់ដោយផ្ទាល់ដៃរបស់កូនបណ្ដែតជាមួយប្រទីមតាមទន្លេ4មុងហើយផ្សងឲ្យជួបគូពិតណាកូនកុំភ្លេចអ្វីដែលម៉ែបានប្រាប់ឲ្យសោះម៉ែទៅវិញហើយម៉ែស្រឡាញ់កូនអ្នកម៉ែកុំទៅអីអ្នកម៉ែនេះខ្ញុំជឿសំតាអ្នកម៉ែប្រាប់ឲ្យខ្ញុំបណ្ដែតប្រទីមជាមួយភួងម្លិះនៅទន្លេ4មុង
ណែមីលាយប់នេះកូនត្រូវតែស្លៀកពាក់ឲ្យស្អាតណាម៉ែឬពួកអ្នកភូមិគេនិយាយថាយប់នេះព្រះអង្គស្ដេចជាងទតប្រទីបដែរណាកូនជាការពិតមែនទេម៉ែអញ្ចឹងកូនទៅធ្វើខ្លួនសិនហើយណាម៉ែម៉ែនៅធ្វើប្រទីបបន្តទៀតចុះទៅចុះកូននាងមលីមកនេះតែងចាអ្នកមីងខ្ញុំទៅហើយអ្នកមីងហាំងខ្ញុំមានការអីយើងផ្ដាំឯងយប់នេះយើងនឹងកូនមលីទៅបណ្ដាយប្រទីបនៅទន្លេ4មុខយើងហាមមិនអោយឯងចេញទៅណាជាដាច់ខាតត្រូវនៅមើលផ្ទះសំបែងលឺទេអ្នកមីងប៉ុន្តែខ្ញុំបានរៀបចំប្រទីបរួចហើយខ្ញុំក៏ចង់ទៅដែរអ្នកមីងឯណាប្រទីបរបស់ឯងយកមកឲ្យយើងមើលបន្តិចមើលនេះអ្នកមីងប្រទីបរបស់ខ្ញុំស្អាតដែរទេអ្នកមីងយើងមិនអោយនាងឯងល្អជាងកូនយើងជាដាច់ខាតប្រទីបបែបនេះឯងចង់យកទៅបណ្ដែតនៅទន្លេ4មុខផងហ៎នាំតែខ្មាស់គេទេបានបើឯងចង់ទៅយើងឲ្យទៅចុះប៉ុន្តែដោយគ្មានប្រទីបនេះណែនេះអ្នកមីងហេតុអីក៏ធ្វើបែបនេះខ្ញុំខំរៀបចំប្រទីបមួយនេះមួយថ្ងៃហើយឥឡូវអ្នកមីងបែរជាជន់កំទេចចោលទៅវិញដូចជាជន់ឆ្លីបេះដូងរបស់ខ្ញុំចឹងស្អីគ្រាន់តែប្រទីបមួយប៉ុណ្ណឹងថាឲ្យជើងសុទ្ធតែជន់ឆ្លីបេះដូងតើវាអស្ចារ្យប៉ុណ្ណាទៅនាងមលីវាមិនអស្ចារ្យសម្រាប់អ្នកមីងទេប៉ុន្តែវាសំខាន់សម្រាប់ជីវិតរបស់ខ្ញុំមីឃ្លីមីហកឯងឥឡូវដុតស្លាប់ហើយហ៎ឯងហ៊ានតមាត់ជាមួយយើងផងបែបនេះណាថ្ងៃនេះយើងនឹងសំពងនាងឯងឲ្យដឹងដៃម្ដងនាងមលីនេះណែអូយអ្នកមីងបាក់ហើយខ្ញុំឈឺណាស់អ្នកមីងអូយនេះណែនាងមលីចាំមើលថ្ងៃក្រោយឯងហ៊ានទេនាងឃ្លីយើងនឹងវាយឯងឲ្យងាប់ណែអូយអ្នកមីងខ្ញុំឈប់ហើយខ្ញុំលែងហ៊ានធ្វើបែបនេះទៀតហើយអ្នកមីងឈប់ទៅខ្ញុំឈឺណាស់អ្នកមីងអូយនេះណែនាងមលីល្អយើងវាយឯងឲ្យចាំកុំឲ្យឯងតមាត់ជាមួយយើងទៀតគុំតែយើងត្រូវទៅបណ្ដែតប្រទីបជាមួយនឹងកូនយើងទេថ្ងៃនេះណាយើងនឹងវាយឯងឲ្យទក់សាច់មិនខានទេអ្នកម៉ែជួយកូនផងប្រទីបរបស់កូនខូចអស់ទៅហើយតើឲ្យកូនធ្វើយ៉ាងម៉េចបានទៅព្រះអង្គហេតុអីក៏ទ្រង់ស្លៀកពាក់ជារាជសម្បត្តិបែបនេះទៅវិញក្រាបទូលយ៉ាងម៉េចដែរលោកអាមាត្យយើងចង់ស្លៀកពាក់បែបនេះដើម្បីទៅចូលរួមពិធីបណ្ដែតប្រទីបតើមិនបានទេអូបានក្រាបទូលមិនបាច់សួរហេតុផលយើងទេបើយើងប្រាប់អ្វីធ្វើតាមយើងទៅអញ្ចឹងតើឲ្យទូបង្គំហៅព្រះអង្គបែបណាទៅវិញទៅក្រាបទូលហើយយើងថាយ៉ាងម៉េចចេះគឺហៅថាយ៉ាងម៉េចទៅព្រះអង្គយើងនឹងមិនទាន់ឃើញទេគ្រាន់តែឯងចាំថាឯងមិនចាំបាច់ខ្វល់ពីយើងទេបើឯងមិនស្ដាប់យើងទេក្រាបទូលព្រះអង្គស្ដេចយើងក្រាបទូលអូហូឆ្នាំនេះមនុស្សច្រើនជាងរាល់ឆ្នាំជាពិសេសកំមុំច្រើនណាស់មកបណ្ដែតប្រទីបតែសម្រស់ចាញ់កូនស្រីម៉ែដាច់ចាអ្នកម៉ែប្រៀបនឹងកូនចាំមិនបានទៅម៉ែអូម៉ែមុននេះកូនឃើញនឹងមលីវាយំសោកបោកខ្លួនបោកប្រានធ្វើមើលអ្នកណាគេស្លាប់អញ្ចឹងណាអ្នកម៉ែគឺម៉ែបាត់បោកកន្ទួងគឺប្រទីបវានោះអីហើយជន់ឡើងខ្ទេចកុំឲ្យវាបានមកបណ្ដែតប្រទីបនោះអីណាកូនឲ្យស្រឡាញ់ចឹងចុះកូនឃើញវាខំធ្វើប្រទីបតាំងពីព្រលឹមហើយក្រងផ្កាម្លិះទៀតផងណាម៉ែឥឡូវម៉ែធ្វើឲ្យវាคล้ายជាកន្ទួងខ្មោចបាត់ទៅហើយកូនមិនក៏មិនឃើញចឹងអ្នកម៉ែរកមើលអ្នកណាគេគឺរកមើលក្រែងឃើញព្រះអង្គជាងមកទីនេះព្រោះម៉ែឮថាឆ្នាំនេះព្រះអង្គជាងមកដោយផ្ទាល់ផងណាឥឡូវកម្មវិធីជិតចាប់ផ្ដើមហើយនៅមិនទាន់ឃើញព្រះអង្គជាងមកទៀតតើអ្នកម៉ែយើងទៅអង្គុយនៅមុខឃោសនាកាសទេងាយនឹងបានឃើញព្រះភ័ក្ត្រព្រះអង្គណាអ្នកម៉ែកូនស្រីម៉ែពិតជាឆ្លាតមែនតើអញ្ចឹងយើង
ម៉ែឲ្យកូនសុំទោសដែលកូនមិនអាចធ្វើតាមបណ្ដាំរបស់អ្នកម៉ែបានព្រោះពេលនេះប្រតិបរបស់កូនខ្ទេចខ្ទីអស់បាត់ទៅហើយអ្នកម៉ែអើយកូនអត់ទាំងកម្លាំងកាយអត់ទាំងកម្លាំងចិត្តមិនចង់រស់នៅបន្តទៀតទេអ្នកម៉ែយកកូនទៅជាមួយផងកូនហត់ខ្លាំងណាស់ម្លេះកូនស្រីម្ដាយឈប់យំទៅណាកូនអ្នកម៉ែមករកកូនហើយកូនឆាប់ទៅស្លៀកពាក់ទៅពិធីបណ្ដាច់ប្រទីបជិតចាប់ផ្ដើមហើយឲ្យកូនទៅចាំមិនទៅអ្នកម៉ែសំលៀកបំពាក់ក៏គ្មានហើយអ្នកម៉ែមើលប្រទីបកូនទៅចុះហាំងមិនក៏ល្អដូចមិនចឹងអ្នកម៉ែជួយកូនមែនទេសំលៀកបំពាក់របស់ម៉ែនៅក្នុងហឹបនោះកូនរើសយកសំលៀកបំពាក់មកពាក់មកណាកូនកូនត្រូវតែទៅចូលរួមពិធីបណ្ដាច់ប្រទីបនោះអ្នកម៉ែហាំងខ្ញុំជឿសំតើប្រទីបរបស់ខ្ញុំនៅល្អស្អាតកូនអរគុណអ្នកម៉ែណាកូននឹងធ្វើតាមបណ្ដាំរបស់អ្នកម៉ែទៅចូលរួមបណ្ដាច់ប្រទីបយប់នេះនាងមលិសបានយកសម្លៀកបំពាក់ដែលបន្សល់គេពីម្ដាយយកមកស្លៀកយ៉ាងស្រស់ស្អាតដូចជាទេពធីតាហើយកាន់ប្រទីបដែលធ្វើដោយដៃជាមួយនឹងភួងផ្កាម្លិសសម្ដៅទៅកន្លែងពិធីបណ្ដែតប្រទីបដោយសារតែប្រញាប់ប្រញាល់ទៅឲ្យទាន់ពិធីនាងក៏បានដើរបុកជាមួយនឹងព្រះអង្គណានាងតើមានត្រូវអ្វីដែរទេមកចាំខ្ញុំជួយឬមិនបាច់ទេខ្ញុំមិនអីនោះទេផ្កាម្លិសនេះហេតុអីក៏ក្អូបចម្លាច់ខុសគេម្ល៉េះព្រះហើយតើនាងជាកូនចៅអ្នកណាមិនក៏ស្អាតខ្លាំងម្ល៉េះនេះមើលអីហ្នឹងអូនេះជាភួងម្លិសរបស់នាងមែនទេចាណានាងជាអ្នកក្រងដែលផ្ទាល់ដៃមែនទេចាណានាងជាអ្នកភូមិនេះមែនទេចាមែនហើយផ្ទះរបស់ណានាងនៅទីណាដែរផ្ទះរបស់ខ្ញុំនៅម្ដុំនេះនេះអស់សំណួរហើយនៅខ្ញុំប្រញាប់ទៅឲ្យទាន់គេបណ្ដាច់ប្រទីបបាទអស់ហើយព្រះអង្គណែយើងប្រាប់ឯងឲ្យថាកុំឲ្យហៅយើងថាព្រះអង្គចង់កំត់ក្បាលមែនទេអូហើយតើឲ្យទូបង្គំហៅយ៉ាងម៉េចទៅវិញព្រះអង្គអូឲ្យខ្ញុំហៅយ៉ាងម៉េចទៅវិញចុះហៅនាយចេតចំណែកយើងហៅឯងវិញថាអាបឹមយ៉ាងម៉េចយើងដាក់ឈ្មោះឲ្យឯងថ្មីតើសមដែរទេអូសមក្រាបទូលបាទសមនាយចេតយើរវល់តែនិយាយជាមួយឯងបាត់តានាងម្នាក់នោះទៅណាបាត់ហើយតើនរណាទៅគឺនារីម្នាក់ពាក់ឈៀងពណ៌ស្លាទុំមានកាន់ប្រទីបនឹងភួងផ្កាម្លិសនាងស្រស់ស្អាតខ្លាំងណាស់ឆាប់ទៅតាមរកនាងឲ្យឃើញបាទបងប្អូនប្រជាពលរដ្ឋពេលនេះយើងដល់ពេលវេលាត្រូវបណ្ដែតប្រទីបហើយសូមត្រៀមខ្លួនបណ្ដែតប្រទីបនៅពេលដែលឮសំឡេងកំជ្រួចមីលាត្រៀមខ្លួនកូនដល់ពេលបណ្ដែតប្រទីបហើយកុំភ្លេចបួងសួងណាកូនចាអ្នកម៉ែនេះម្នាក់នេះសង្ហាម្លេះមើលទៅដូចជាមិនមែនអ្នកស្រុកអ្នកភូមិនេះទេព្រោះខ្ញុំមិនដែលឃើញមុខគេពីមុនមកនាងមលីមិនបានជាវាមកបានមលីកូនឃើញនាងមលីដែរទេមលីកូនកំពុងគិតអីនឹងឮម៉ែនិយាយដែរទេចាអ្នកម៉ែថាយ៉ាងម៉េចកូនមើលខាងនោះទៅនាងមលីវាក៏មកដែរហាំងមិនបានទៅជាបែបនេះអ្នកម៉ែក្រែងប្រទីបរបស់វាម៉ែជន់ខ្ទេចខ្ទីអស់ហើយមែនទេនេះវាបានប្រទីបមកពីណាទៅអ្នកម៉ែម៉ែក៏មិនដឹងដែរសូមឲ្យប្រទីបដែលខ្ញុំបានបណ្ដាច់នេះជួយឲ្យបំណងក្នុងចិត្តរបស់ខ្ញុំបានសម្រេចផងចុះខ្ញុំចង់មានជីវិតដែលល្អប្រសើរនិងមានសេចក្តីសុខសាន្តជួបគូក្រងដែលស័ក្តិសមរស់នៅជាមួយដែលមានសុភមង្គលរហូតតទៅអ្នកម៉ែកូនបានបណ្ដាច់ប្រទីបតាមបំណងរបស់អ្នកម៉ែហើយកូនសូមអរគុណអ្នកម៉ែដែលតាមថែរក្សាកូនរហូតមកនាងគឺនាយទេអញបាទណានាងគឺខ្ញុំនាយមកកាន់ប្រទីបជាមួយខ្ញុំធ្វើអីធ្វើបែបនេះមិនស័ក្តិសមទេបើអ្នកផ្សេងគេមកឃើញនឹងគិតថាខ្ញុំត្រូវជាអ្វីនឹងលោកត្រូវជាអ្វីទៅគឺប្រទីបមិនអាចបណ្ដាច់ជាមួយគ្នាបានទេទាល់តែអ្នកទាំងពីរនោះជាគូនឹងគ្នាប៉ុន្តែនេះនាយនិងខ្ញុំមិនដែលស្គាល់គ្នាពីមុនមកទេ
គឺស្គាល់មុននេះហើយតាខ្ញុំឈ្មោះចេតហើយចុះនៅនាងវិញឈ្មោះអ្វីទៅ នាងមលីងនាងឯងធ្វើអីអត់គេខ្មាស់កដាលវាអញ្ចឹងហានាងថោកទៀមមីឃ្លីមីកូនគ្មានឪម៉ែមិនក៏នាងឯងមកចាប់ដៃជើងប្រុសឈ្មោលហ៎មីហងឯងចង់ឲ្យកិត្តិយសគ្រួសារអញនេះបាត់បង់ដោយសារឯងមែនទេនាងមលីនេះណាអ្នកមីងខ្ញុំមិនបានធ្វើអីទេខ្ញុំគ្រាន់តែមកទីនេះដើម្បីបណ្ដេញប្រតិបតែប៉ុណ្ណឹងនៅថាមិនបានធ្វើស្អីទៀតហើយចាំមិញនេះយើងបានឃើញតែផ្ទាល់ភ្នែកថានាងឯងចាប់ដៃប្រុសអ្នកម៉ែសំពងវាឲ្យស្លាប់ទៅអ្នកម៉ែមិនអីទេកូនម៉ែនឹងសំពងវាហើយអូសក្បាលវាឲ្យត្រឡប់ទៅផ្ទះវិញម៉ែខ្មាស់គេណាស់មកនេះមីឃ្លីមកនេះមក ឈប់សិនមីងចង់វាយគេមុខកណ្ដាលចំណោមមនុស្សបែបនេះមែនទេ ហើយចុះវាទៅក្បាលស្អីឯងនេះជារឿងគ្រួសាររបស់យើងទេអ្នកណាហ៊ានចេញមុខមកអ្នកណាហ៊ានហាមិនក៏ចេះដឹងរឿងគេម្លេះ គឺខ្ញុំនឹងហើយចូលមកចេះដឹងខ្ញុំមិនឲ្យមីងធ្វើបាបមនុស្សជាដាច់ខាត អ្នកម៉ែនេះម្នាក់នេះកូនចាប់អារម្មណ៍ណាស់អ្នកម៉ែកម្រុករឿងគេអីថាបានទេណាអ្នកម៉ែបានថ្ងៃនេះយើងលើកលែងឲ្យឯងសិនចុះនាងមលីដោយសារតែកូនមលីរបស់យើងវល់ទេណាប៉ុន្តែថ្ងៃក្រោយយើងមិនលើកលែងឲ្យឯងនោះទេនាងមលីឆាប់ត្រឡប់ទៅផ្ទះវិញភ្លាមទៅចាអ្នកមីងទៅកូនតោះទៅកូនមលីចាអ្នកម៉ែ អាមឹមឆាប់ទៅតាមនាងម៉ាលីដើម្បីឲ្យស្គាល់ផ្ទះរបស់នាងតែកុំឲ្យពួកគេដឹងឲ្យសោះក្រាបទូលអូបាទ គ្រាន់តែមកដល់ផ្ទះភ្លាមមិញភេមនិងមីលាមិនបងអង្គដៃបានវាយធ្វើបាបម្លិះយ៉ាងចាស់ដៃដោយចោទថាម្លិះបានលួចប្រាក់របស់ខ្លួនព្រោះឃើញម្លិះមានប្រាក់ជាប់ខ្លួនមកនេះមីឃ្លីហងឯងប្រហើនណាស់មិនហើយអ្នកម៉ែវាយវាអាណាណៃទៅម៉ែអូយអ្នកមីងខ្ញុំមិនបានធ្វើអីខុសទេអ្នកមីងហេតុអីក៏វាយខ្ញុំអូយមិនដឹងខុសទៀតទេនាងឯងបានប្រាក់មកពីណាហាបានប្រាក់មកពីណាទិញសម្លៀកបំពាក់ថ្មីនេះហាត្រូវហើយអ្នកម៉ែវាលួចប្រាក់របស់យើងឲ្យមើលទៅនោះប្រាប់អញភ្លាមមកហងឯងលួចប្រាក់របស់អញមែនទេអត់ទេអ្នកមីងខ្ញុំមិនបានលួចប្រាក់របស់អ្នកមីងទេហើយចុះអញបានប្រាក់មកពីណាទិញសម្លៀកបំពាក់នេះនិយាយភ្លាមមកគឺសម្លៀកបំពាក់របស់អ្នកម៉ែខ្ញុំពេលដែលអ្នកម៉ែស្លាប់គាត់បានរក្សាទុកសម្លៀកបំពាក់របស់គាត់និងរបស់របរមួយចំនួនដើម្បីទុកជាការចងចាំនៅពេលដែលខ្ញុំនឹកដល់អ្នកម៉ែយករបស់ខ្មោចទុកក្នុងផ្ទះអញផងហ៎ណែណាយកចេញមកឆាប់យកចេញឲ្យអញភ្លាមមកអញយកទៅដុតកំទេចចោលអស់ទុកនាំតែចង្រៃផ្ទះអញទេកុំអីអ្នកមីងខ្ញុំសុំវខ្ញុំនៅសល់តែអនុស្សាវរីយ៍តែមួយប៉ុណ្ណោះកុំអីណាអ្នកមីងអ្នកម៉ែចាំកូនទៅរកមើលឲ្យល្អរកមើលឃើញហើយយកឲ្យម៉ែណាកូនចាស់អ្នកម៉ែកុំទៅអីអូនមីលីអ្នកមីងខ្ញុំសុំវអ្នកមីងកុំធ្វើអញ្ចឹងអីអ្នកមីងនៅឯណាអញ្ចឹងអូហូគឺហាប់មួយនេះទៅដឹងមិនក៏បាក់មិនចេញសោះហូយមិនក៏ពិបាក់ម្លេះអូហូយចម្លែកណាស់អីអាមិនក៏ហាប់នេះធ្ងន់ម្លេះលើកមិនរួចទេហើយតែ5ណាម៉ែសិនល្អជាងអ្នកម៉ែកូនរកឃើញហាប់នៅក្នុងបន្ទប់របស់នាងមលីតែលើកមិនរួចសោះអ្នកម៉ែហើយក៏បាក់មិនចេញដែរស្អីគេវាលាក់ហាប់កំណប់មែនទេបានជាបាក់មិនចេញនាងមលីអញ្ចឹងតើបានជានឹងឯងមានរបស់ល្អប្រើទាំងដែលអញនេះមិនដែលទិញឲ្យសោះហងឯងក៏ហោះអញមែនទេឆាប់ទៅបាក់ហាប់នោះភ្លាមទៅបាក់ឲ្យអញមើលភ្លាមឲ្យឆាប់ឡើងខ្ញុំអត់បានកុហកណាមីងទេក្នុងហាប់នោះក៏គ្មានអីដែរក្រៅពីសម្លៀកបំពាក់និងគ្រឿងបន្តិចបន្តួចរបស់អ្នកម៉ែកុំជឿវាអីអ្នកម៉ែឲ្យវាបាក់ឲ្យពួកយើងមើលសិនមកទៅបាក់ហាប់នោះឲ្យយើងភ្លាមទៅចានេះអ្នកមីងអូនមីលាមើលទៅក្នុងហាប់នេះគ្មានអីទេខ្ញុំមិនបានកុហកអ្នកមីងនិងអូនមីលាទេគ្មានស្អីមែនហើយមិនក៏កូនមីលាបើកមិនចេញមុននេះក្រែងកូនថាលើកមិនរួចនោះអីមិនហើយអ្នកម៉ែមុននេះកូនបើកមិនចេញពិតមែនហើយហាប់នេះក៏ធ្ងន់ទៀតអ្នកម៉ែសាក់លមើលទេអីលើករួចតើគ្មានស្អីធ្ងន់ផង
កូនច្រឡំខ្លួនឯងទៅដឹងអ្នកម៉ែចង់ថាកូននិយាយផ្ដេសផ្ដាស់មែនទេកូនមិនបានកុហកទេឬមួយក៏មានខ្មោចខ្មាំងស្អីទៅកុំនិយាយផ្ដេសផ្ដាស់អ្នកមីងនិងអូនមេលាឈប់សង្ស័យថាខ្ញុំកុហកឲ្យមែនទេអញលើកលែងឲ្យរឿងនេះប៉ុន្តែនៅមួយទៀតគឺអារឿងប្រុសកំឡោះម្នាក់ដែលចាប់ដៃឯងមុននេះជាអ្នកណាមែនហើយអ្នកម៉ែខ្ញុំលួចសម្លឹងនេះម្នាក់នោះតាំងពីដំបូងប៉ុន្តែគេមិនចាប់អារម្មណ៍ខ្ញុំបែរជាទៅចាប់អារម្មណ៍នាងមលិសទៅវិញខ្ញុំមិនសុខចិត្តទេអ្នកម៉ែខ្ញុំមិនដែលស្គាល់នៃម្នាក់នោះពីមុនមកទេបើមិនស្គាល់ពីមុនមិនក៏សុកគេទៅចាប់ដៃឯងដោយសារមនុស្សច្រើនពេកនៅកន្លែងបណ្ដាលប្រទីមចៃដន្យខ្ញុំក៏ដើមមិនមើលហើយបុកជាមួយគេហើយមិនដឹងថាគេតាមខ្ញុំតាំងពីពេលណានៅពេលដែលបណ្ដាលប្រទីមស្រាប់តែបែបនេះតែម្ដងទៅមិនដែលសារនាងឯងឲ្យភ្នែកឲ្យច្បោះគេទៅដឹងខ្ញុំអត់មានទេបានហើយកុំទៅចាប់អារម្មណ៍នឹងអ្នកកំឡោះធម្មតានោះអីកូនព្រោះអនាគតកូនម៉ែបានរៀបចំទុកដាក់ឲ្យធ្វើជាស្នំឯករបស់ព្រះអង្គហើយទុកឲ្យនាងមលីវាមានគូជាអ្នកក្រដូចគ្នាទៅចោះណាស័កសមហើយកូនប៉ុន្តែអ្នកម៉ែកូនក៏ចាប់អារម្មណ៍នាងម្នាក់នោះដែរណាកូនស្រីម៉ែឈប់និយាយទៅឆាប់ទៅងូតទឹកឲ្យផ្លាស់សម្លៀកបំពាក់ដេកទៅឲ្យសម្រស់ស្រស់ស្អាតថ្ងៃនេះម៉ែហត់ហើយចាអ្នកម៉ែយ៉ាងម៉េចទៅហើយរឿងដែលយើងឲ្យទៅស៊ើបនោះបានការយ៉ាងណាដែរក្រាបទូលព្រះអង្គទូលបង្គំបានតាមដានស្គាល់ផ្ទះរបស់នាងមលីរួចហើយក៏បានស៊ើបដឹងថែមទៀតផងថានាងមលីជាកូនស្រីប្រពន្ធដើមឲ្យសពថ្ងៃរស់នៅជាមួយនឹងម្ដាយចុងហើយនឹងប្អូនស្រីចុងអ្នកភូមិនៅទីនោះនិយាយថារាល់ថ្ងៃម្ដាយចុងនិងប្អូនស្រីចុងតែងតែវាយធ្វើបាបនាងមលីមិនដែលឲ្យនាងមលីបានចេញទៅណាមកណាទេគឺឲ្យនៅតែក្នុងផ្ទះនិងធ្វើការងារផ្ទះតែប៉ុណ្ណោះក្រាបទូលអញ្ចឹងធ្វើយ៉ាងម៉េចទៅទើបយើងអាចជួបនាងម្ដងទៀតបានទូលបង្គំគិតថាបើព្រះអង្គចង់ចាប់ខ្លាអត់តែចូលដល់រូងខ្លាទៅក្រាបទូលឯងចង់បានន័យថាព្រះអង្គមានព្រះបញ្ញាញាណឆ្លៀសវៃព្រះអង្គទ្រង់ជ្រាបអំពីអ្វីដែលទូលបង្គំនិយាយឲ្យក្រាបទូលប្រសើរណាស់ឯងនេះស័កសមធ្វើជាដៃស្ដាំរបស់យើងមែនយើងនឹងបន្លំខ្លួនធ្វើជារាជសាមញ្ញធម្មតាដើម្បីបានចូលទៅចិត្តនាងមលីណែតាវីខ្ញុំចង់និយាយជាមួយឯងតិចហើយរឿងស្អីឯងទៀតហើយនឹងជុំអត់ដែលឯងចង់និយាយជាមួយខ្ញុំបន្តិចខ្ញុំអារម្មណ៍ណាស់ព្រោះរាល់ដងតិចឯងនឹង5ម៉ោងវាមិនទាន់ចប់ផងតើឯងស្គាល់ខ្ញុំដល់ថ្នាក់នឹងផងហីបើអញឃើញតែបែបនឹងរាល់ដងនឹងបើប្រកែកអញ្ចឹងមិនធ្វើឲ្យមានកូននឹងគេមួយផងអ្នកភូមិអ្នកស្រុកគេមើងងាយខ្ញុំណាជាពិសេសគឺនាងភីមថ្ងៃមុនណាបានជួបវានៅនឹងផ្សារវាថាឲ្យខ្ញុំយកប្តីចាស់ទើបមិនមានកូនខ្ញុំខ្មាស់គេស្ទើរស្លាប់ទៅហើយណាណែអារឿងនឹងចង់បន្ទោសធម្មជាតិទៅកាលមានកម្លាំងខ្ញុំក៏ប្រឹងណាស់ដែរឯងក៏ឃើញតែធ្វើយ៉ាងម៉េចបើទេវតាចាមកវាមិនឲ្យខ្ញុំមានកូនឬមួយឯងចង់មានប្តីថ្មីនាងជុំនិយាយតែផ្ដាស់អីតាឆាន់នេះបើខ្ញុំចេះចង់បានប្តីថ្មីនោះណាខ្ញុំយកយូរហើយមិនទ្រាំនៅកម្មជាមួយតាឯងទេបើឯងនិយាយបែបនេះអញបានធូរចិត្តបន្តិចវើយតាឆាណាយ៉ាងម៉េចខ្ញុំគិតថាស្អែកនេះខ្ញុំចង់ទៅសុំកូននៅខ្ទមលោកតាព្រោះឮល្បីថានៅទីនោះស័ក្តិសិទ្ធិអ្នកណាអត់កូនដែលសុំនៅទីនោះក៏មានកូនដូចបំណងនេះជុំអើយនេះជុំឯងគ្រាន់តែរកកន្លែងស័ក្តិសិទ្ធិមិនដឹងជាប្រមាណដងមកហើយទេហើយនេះនៅចង់ទៅសុំកូនស្អីទៀតអញចំណាស់នេះទៅហើយគ្មានកម្លាំងនឹងធ្វើស្អីផងតើឲ្យមានកូនយ៉ាងម៉េចបានទៅខ្ញុំដឹងថាតាឯងនឹងវាមិនកើតការអីហើយតែខ្ញុំទៅបន់នៅទីនោះបំណងថាបើសិនជាមានអ្នកណាគេបោះបង់ក្មេងចោលឬក៏ឲ្យខ្ញុំជួយចិញ្ចឹមខ្ញុំក៏ព្រមព្រោះចឹងណាបើមិនមានកូនខ្លួនឯងក៏មានកូនចិញ្ចឹមម្នាក់គ្រាន់តែពេលចាក់ទៅណាវាបានជួយដាំទឹកក្តៅទឹកត្រជាក់ឲ្យផឹកដែរតើឯងទៅជាមួយខ្ញុំដែរទេព្រោះខ្ទមលោកតាស័ក្តិសិទ្ធិណាស់ហើយបើអ្នកណាចង់បានកូននោះណាទោះតែទៅទាំងពីរអ្នកប្តីប្រពន្ធអញទៅជាមួយឯងក៏ទៅបានដើម្បីបំពេញបំណងឯងទៅចុះល្អណាស់តាឆាន់ឯងដេកទៅណាយកកម្លាំងទៅសុំកូនដល់ហើយឬនៅហើយនាងជុំអញហត់ទ្រាំលេងចង់បានទៅហើយដល់ហើយខ្ញុំរៀបចំទៀនធូបសិនណាតាឆាន់ឯងសម្រាប់នៅក្រោមដើមឈើនេះសិនទៅចាំខ្ញុំរៀបចំរួចរាល់សម្បត្តិស្រន់ទាំងអស់គ្នាអាបឹមរកកន្លែងសម្រាប់បន្តិចសិនទៅយើងដូចជាហត់ហើយ
đây tin nu miền mình lục chơi pra ong dương tới sầm ra tin nu sân tới khẹp tu bênនេះយើងគឺជាប្រជារាស្ត្រសាមញ្ញអញកុំភ្លេចខ្លួនឲ្យសោះបាទបងចេត រួចហើយតាឆាន់ឆាប់ងើបឡើងមកបន់ស្រន់លោកតាមកភ្លាមមកលឿនឡើង អើយអញដូចជាវិលមុខណាស់នឹងជុំអើយ ដើរផ្លូវឆ្ងាយហត់តាឯងចាស់ហើយខ្សោយកម្លាំងបែបនេះហើយណាមកខ្ញុំជួយគ្រាឲ្យលឿនឡើងក្រោកឡើងមកអ៊ីនេះកាន់ធូបទៅខ្ញុំដុតរួចហើយតាឯងគ្រាន់តែបន់ស្រន់ទៅគឺបានហើយ អើ លោកតាស័ក្តិសិទ្ធិខ្ញុំពីអ្នកប្តីប្រពន្ធរៀបការយូរហើយគ្មានកូននឹងគេមួយគ្រាប់សោះបើលោកតាស័ក្តិសិទ្ធិពិតមែនសូមឲ្យខ្ញុំទទួលបានកូនម្នាក់ផងចុះសាធុតាឆាន់សាធុ3ដងទៅ សាធុហាតាឆាន់កាត់អីនឹងតាឆាន់ឯងកំកាត់អីអសោះណាខ្ញុំខំមកសុំកូនពីលោកតាផងនេះមិនទាន់ដឹងអីផងឯងចង់ទៅចោលខ្ញុំមែនទេតាឆាន់ជួយផងជួយតាឆាន់ផងអ្នកណាក៏បានដែរជួយផងតាឆាន់ អាបឹមយើងដូចជាលឺសំឡេងគេហៅឲ្យជួយឆាប់ទៅមើលបាទបងចេតមានលោកតាដួលសន្លប់បងចេតឆាប់ទៅជួយគាត់ភ្លាមទៅ ជួយខ្ញុំផងជួយប្តីរបស់ខ្ញុំផងក្មួយជួយប្តីមិញផង បាទមីងចាំខ្ញុំជួយគាត់ តាឆាន់ឯងដឹកខ្លួនហើយឯងធ្វើឲ្យខ្ញុំលុបពលឹងស្លាប់ហើយណា អូយខ្ញុំមិនងាយទៅណាចោលឯងទេណានឹងជុំហើយកុំតែបានក្មួយប្រុសទាំងពីរអ្នកនេះជួយតន់ទេកុំអីមិនដឹងថាតាឯងចាំមិនទៅហើយទេខ្ញុំសូមអរគុណអ្នកកំឡោះហើយណាមិនបាច់គុណស្រ័យអ្វីទេពេលនេះបានឃើញលោកតាមិនកើតអីគឺប្រសើរខ្លាំងណាស់ហើយចុះផ្ទះលោកតានឹងប្រពន្ធនៅទីណាដែរចាំពួកខ្ញុំជូនអ្នកទាំងពីរទៅក៏បានដែរព្រោះមើលទៅពេលនេះសុខភាពរបស់លោកតាមិនទាន់ប្រសើរនៅឡើយទេបើអ្នកមីងតែម្នាក់ឯងជួយគ្រាកលោកតាក៏មិនរួចដែរ ពិតមែនហើយតាឆាន់ឯងធ្ងន់ណាស់ដូចក្មួយនិយាយអញ្ចឹងណាមីងលើកគាត់ម្នាក់ឯងមិនរួចទេមិនអញ្ចឹងមីងរំខានក្មួយទាំងពីរអ្នកជួយជូនមីងនិងប្តីមីងទៅដល់ផ្ទះផងណាផ្ទះរបស់យើងនៅឯភូមិខាងមុខនោះបាទមិនអីទេខ្ញុំក៏មានបំណងទៅភូមិនោះដែរអញ្ចឹងខ្ញុំនឹងជូនអ្នកមីងហើយនឹងប្តីទៅចុះចាអរគុណហើយក្មួយអរគុណហើយណាក្មួយតាឆាន់សម្រាប់លើក្រែនេះចុះណាខ្ញុំទៅយកទឹកឲ្យក្មួយទាំងពីរអ្នកហូបសិនមើលសួរក្មួយទាំងពីរអ្នកទៅមើលមានបាយមានទឹកហើយឬនៅបើមិនទាន់ទេឯងតែធ្វើឲ្យពួកគេហូបផងទៅណាខ្ញុំដឹងហើយឯងប្រាប់យើងថាផ្ទះនៅនាងម៉ាលីសនៅក្នុងភូមិនេះតើនៅម្ដុំនេះដែរឬទេអូយតាមដែលខ្ញុំចាប់បានឃើញនៅម្ដុំនេះហើយបងចេតប្រសើរណាស់យើងមកដល់គោលដៅហើយអ្នកកំឡោះទាំងពីរហូបទឹកសិនទៅណាខំជូនមីងនឹងប្តីមកហត់ហើយអរគុណណាមីងហើយអរគុណដល់បេងនិយាយអញ្ចឹងក្មួយទាំងពីរអ្នកឈ្មោះអីដែរអូខ្ញុំឈ្មោះបឹមហើយបងប្រុសរបស់ខ្ញុំឈ្មោះចេតបាទមែនហើយខ្ញុំឈ្មោះចេតវាឈ្មោះអាបឹមស្រុកភូមិរបស់ក្មួយនៅឯណាទៅមិនបានជាមកដល់ទីនេះអូពួកខ្ញុំមកពីស្រុកភូមិឆ្ងាយគ្មានឪពុកម្ដាយនោះទេខ្ញុំនឹងបងប្រុសខ្ញុំមកដើររកការងារធ្វើនៅក្នុងស្រុកភូមិនេះបាទអូហើយចុះនៅទីនេះពួកក្មួយមានបងប្អូនដែរទេគ្មានអ្វីទេណាមីងពួកខ្ញុំកំពុងតែដើររកកន្លែងរស់នៅដែរបើមានកន្លែងណាដែលគេរើសអ្នកធ្វើការនោះពួកខ្ញុំក៏នឹងនៅហើយធ្វើការទីនោះតែម្ដងមើលទៅរូបរាងសាច់ឈាមរបស់ក្មួយមិនសមជាអ្នកអត់សោះអញ្ចេះចុះណាផ្ទះរបស់មីងមានតែប្តីនិងមីងតែប៉ុណ្ណោះគ្មានកូនចៅទេម្យ៉ាងប្តីរបស់មីងក៏ចាស់ទៀតបើក្មួយមិនទាន់រកកន្លែងបាននៅក្មួយនៅជាមួយមីងសិនចុះណាទុកថាមីងបានសងគុណក្មួយដែលបានជួយប្តីរបស់មីងដេះឆ្លើយថាយល់ព្រមទៅព្រះអង្គបាទអ្នកមីងខ្ញុំសូមអរគុណអ្នកមីងហើយដែលឲ្យពួកខ្ញុំស្នាក់អាស្រ័យនៅផ្ទះរបស់អ្នកមីងមិនអីទេក្មួយបើអញ្ចឹងមីងទៅដាំបាយធ្វើម្ហូបឲ្យក្មួយទាំងពីរហូបសិនណាអញ្ចឹងរំខានអ្នកមីងហើយយើងជាគ្រួសារតែមួយប៉ុណ្ណឹងមានអីរំខានទៅមិនបានជាឯងឲ្យយើងយល់ព្រមនៅទីនេះអូយជាអាកាសដែលបោកជាតិអាចនៅក្បែរនាងម៉ាលីសនោះអីត្រូវហើយឯងនេះឆ្លាតមែន
ម៉ែកូនឃ្លាននំគ្រក់ខ្លាំងណាស់អ្នកម៉ែធ្វើឲ្យកូនហូបផងបានទេអូយម៉ែមិនចេះធ្វើទេមិនដឹងជាស្អីទេអ្នកម៉ែនេះគ្រាន់តែនំគ្រក់ក៏មិនចេះធ្វើដែរកូនដែលឃើញម៉ែធ្វើស្អីពីកាលហាម៉ែចេះតែធ្វើខ្លួនតែប៉ុណ្ណោះបានកូនឯងមកមានកាត់ទៅណាគឺកាត់មកម៉ែនឹងហើយកូនមិនដឹងទេឥឡូវកូនឃ្លាននំគ្រក់ខ្លាំងណាស់អ្នកម៉ែត្រូវតែរកឲ្យកូនហូបឲ្យបានណាម៉ែនឹកឃើញហើយនាងមីលីវាចេះធ្វើនំគ្រក់ណាកូនចាំម៉ែទៅសួរវាចាស់អ្នកម៉ែណែនាងមីលីរួចកិច្ចការឯងហើយនៅយើងមានការចង់សួរឯងតិចចាស់អ្នកមីងមានការអីឯងចេះធ្វើនំគ្រក់ដែរទេចាស់អ្នកមីងខ្ញុំចេះល្អណាស់អញ្ចឹងឆាប់ទៅធ្វើឥឡូវនេះទៅកូនមីលីយើងឃ្លាននំគ្រក់ឈប់សិនអ្នកមីងផ្ទះរបស់យើងគ្មានត្បាល់កាន់ម្សៅទេហើយអំបែងនំគ្រក់ក៏គ្មានដែរតើឲ្យខ្ញុំធ្វើនំគ្រក់យ៉ាងម៉េចទៅអ្នកមីងហើយចុះត្បាល់កិនម្សៅនឹងអំបែងនំគ្រក់នោះកាលម៉ែឯងនៅរស់នៅណាអស់ហើយទាំងអស់នោះវាចាស់ហើយក៏បាក់បែកអស់ទៅហើយអ្នកមីងបើអញ្ចឹងទៅខ្ចីត្បាល់នឹងអំបែងអ្នកចិត្តខាងមកនៅក្នុងភូមិនេះត្បាល់កិនម្សៅនឹងអំបែងនំគ្រក់នោះគឺមានតែផ្ទះមិនជុំតែប៉ុណ្ណោះដែលមានប៉ុន្តែអ្នកមីងព្រមឲ្យខ្ញុំទៅខ្ចីគាត់ដែរទេផ្ទះនេះជុំហីអញមិនត្រូវជាមួយវាទេបើប្រាប់ថាអញអ្នកខ្ចីធ្វើយ៉ាងម៉េចវាឲ្យអញខ្ចីទៅអញ្ចេះចុះយើងឲ្យឯងទៅខ្ចីនឹងជុំតែកុំប្រាប់ថាយើងជាអ្នកឲ្យទៅខ្ចីឯងនិយាយប្រាប់វាទៅថាឯងជាអ្នកចង់ស៊ីនំគ្រក់យល់ហើយនៅមិនជុំគាត់ច្បាស់ជាមិនជឿទេអ្នកមីងព្រោះថាបាត់ត្រឹមតែហេតុផលថាខ្ញុំជាអ្នកឃ្លានគាត់ដឹងថាអ្នកមីងមិនឲ្យខ្ញុំមកខ្ចីត្បាល់គាត់ទេមិនយ៉ាងទៀនខ្លាចតែគាត់មិនឲ្យយកត្បាល់និងអំបែងមកផ្ទះរបស់យើងផងហើយអញ្ចឹងឲ្យយើងធ្វើយ៉ាងម៉េចយើងនឹកឃើញហើយឯងតែធ្វើនំគ្រក់នៅផ្ទះរបស់ជុំតែម្ដងទៅធ្វើរួចសឹមយកមកឲ្យយើងមិនកាត់ទេដឹងអ្នកមីងព្រោះអាចតែយូរធ្វើនំគ្រក់យើងនៅត្រាំម្សៅអង្គណាអ្នកមីងហើយត្រូវកិនបន្ទាប់មកទៅចាក់នំនៅមានធ្វើទឹកត្រីទៀនចំណាយពេលយូរខ្លាំងណាស់អាចនៅដល់យប់ណាអ្នកមីងយីនាងនេះមានលេសដោះសាររហូតយូរក៏យូរទៅយើងអាចចាំបានតែឯងត្រូវតែធ្វើនំគ្រក់ឲ្យបានជាដាច់ខាតបើមិនដូច្នោះទេឯងច្បាស់ជាត្រូវរំពាត់ហើយចាអ្នកមីងខ្ញុំដឹកហើយមិនជុំមិននៅផ្ទះដែរទេមិនជុំណានាងម៉ាលីគឺនេះមិនក៏នេះនៅទីនេះអូក្មួយម៉ាលីទេអីមិនជុំនេះកុំប្រាប់ណាថានេះម្នាក់នេះជាប្តីថ្មីរបស់អ្នកមីងអូយមិនមែនទេក្មួយម៉ាលីប្តីមីងឯណាក្មេងយ៉ាងនេះនោះមីងស្រឡាញ់តែប្តីចាស់របស់មីងម្នាក់តែប៉ុណ្ណោះណាពេលនេះគឺតែឆាន់មិនស្រួលខ្លួនសម្រាប់នៅខាងក្នុងឯណោះហើយខាងនេះគឺជាក្មួយប្រុសរបស់មីងឬថាជាកូនចិញ្ចឹមក៏បានដែរណាព្រោះថាទេវតាបានប្រទានកូនមកមីងហើយនឹងប្តីណាដោយដឹងថាមីងគ្មានកូនពិតមែនហើយមិនមែនមានតែខ្ញុំម្នាក់ទេគឺមានប្អូនប្រុសខ្ញុំម្នាក់ទៀតក៏សុំមីងជុំធ្វើជាម្ដាយដែរត្រូវទេមីងជុំត្រូវហើយនិយាយអញ្ចឹងក្មួយមកផ្ទះមីងនេះមានការអីចាអ្នកមីងគឺខ្ញុំមកនីងចង់សុំត្បាល់កិនម្សៅនិងអំបែងនំគ្រក់ដើម្បីធ្វើនំគ្រក់ឲ្យម៉ែចុងរបស់ក្មួយមែនទេព្រោះបើមិនមែនវាឃ្លានឬកូនវាឃ្លានទេនោះវាមិនឲ្យក្មួយចេញមកក្រៅនោះទេចាស់អ្នកមីងខ្ញុំសុំវ៉ាមីងជួយខ្ញុំម្ដងទៅណាអ្នកមីងរបស់ខ្ញុំប្រាប់ថាបើមិនបាននំគ្រក់ឲ្យគាត់ទេគាត់ច្បាស់ជាវាយខ្ញុំមិនខានទេមិនអីទេមីងអាណិតឯងធ្វើអីក៏ធ្វើចុះណារបស់មាននៅទីនេះយកស្អីក៏យកទៅមិនបាច់ក្រែងចិត្តមីងទេចាខ្ញុំអរគុណហើយអ្នកមីងខ្ញុំប្រាប់អ្នកមីងថានៅធ្វើនំគ្រក់ផ្ទះរបស់អ្នកមីងដូច្នេះខ្ញុំសុំអ្នកមីងធ្វើនំនៅទីនេះតើបានទេបានមីងមិនថាអីទេណាមីងឲ្យកូនមីងជួយដែរជេថាជួយប្អូនទៅកូនបាទម៉ែជុំខ្ញុំច្បាស់ជាជួយមិនខានបឹមឃើញគេទាំងពីរអ្នកនោះដែរទេបាទឃើញម៉ែព្រះអង្គរបស់ខ្ញុំមានគូហើយអូយសំគ្នាខ្លាំងណាស់ហីឯងនិយាយស្អីនឹងព្រះអង្គអីគេអូយខ្ញុំអត់មានបាននិយាយស្អីទេខ្ញុំចង់ថាសំគ្នាដូចជាព្រះអង្គហើយនឹងព្រះនាងពិតមែនហើយដូចព្រះអង្គនិងព្រះនាងមិនជុំ
ខ្ញុំបានរៀបចំនំគ្រក់មួយចំណែងទុកជូនអ្នកមីងនិងតាឆាន់រួចហើយចំណែកនេះខ្ញុំយកទៅជូនអ្នកមីងនិងអូនមីលាខ្ញុំសូមអរគុណអ្នកមីងចំខ្លាំងណាស់ដែលបានជួយដល់ខ្ញុំអ្នកដែលក្មួយត្រូវអរគុណមិនមែនមីងទេគឺកូនជាថារបស់មីងទៅវិញទេព្រោះគេជួយក្មួយធ្វើអស់ពីដៃពីជើងណាមែនទេក្មួយជាថា បាទម៉ែជុំ អរគុណនេះហើយដែលបានជួយដល់ខ្ញុំ អឺមិនអីទេណានាង លេចដៃខ្ញុំ អូបាទ ខ្ញុំរកលាមិនចំទៅផ្ទះវិញហើយព្រោះយប់ហើយកុំឲ្យអ្នកបញ្ជេរខ្ញុំចាស់ក្មួយឲ្យកូនជាថាជួយជូនទៅផ្ទះទៅណាព្រោះថាយប់ប្រលប់តាមផ្លូវវាស្ងាត់ខ្លាចជួបគ្រោះថ្នាក់ដូចជាមិនសមទេដឹងអ្នកមីងស្រីប្រុសនៅតែពីរនាក់ខ្លាចញាតគេសាចំអកណាស់អ្នកមីងបើអញ្ចឹងឲ្យអាបឹមទៅម្នាក់ទៀតទៅណាគ្រាន់បាន3នាក់ល្អដែរទេក្មួយចាខ្ញុំអរគុណណាស់អ្នកមីងខ្ញុំជម្រាបលាអ្នកមីងសិនហើយផ្ដាំលាតាឆាន់ផងណាអ្នកមីងខ្ញុំមិនហ៊ានទៅរំខានគាត់ទេគាត់កំពុងតែឈឺចាទៅចុះក្មួយព្រះអង្គបានដើរបណ្ដាសូត្រកំណាប់បណ្ដាសារសងស្នេហ៍ដល់ម្លិះបានលឺព្រះអង្គសូត្រកំណាព្យធ្វើឲ្យម្លិះរំភើបនិងរីករាយចិត្តពេកក្រៃតែខ្លួនជាស្រីមិនអាចបង្ហាញចរិយាមិនសមគួរឡើយវាយោត្រជាក់បក់មករំភើយក្លិនផ្កាម្លិះអើយក្រអូបម្លេះណាធ្វើឲ្យរៀមបងប៉ងគួចស្នេហាចង់បានម្ចាស់ផ្កាមកបីត្រកងបើសិននួននាងអូនព្រមអាណិតព្រមប្រគល់ចិត្តមកឲ្យរៀមរាបងមិនឲ្យខុសទំនៀមឡើយណាចូលស្ដីកនិដ្ឋាតាមប្រពៃណីអូហូយខ្ញុំនៅជាមួយបងជេតយូរហើយមិនដែលដឹងថាបងចេះតែកំណាប់ពីរស់ដល់បលឹកទាល់អសោះហើយនេះកំណាប់មួយនេះយើងតែងសម្រាប់តែនារីម្នាក់ប៉ុណ្ណោះតើនារីម្នាក់ដាទៅណដែលបងប្រុសរបស់ខ្ញុំមិនលងស្រឡាញ់ដល់ថ្នាក់នេះនោះលងទឹកមែនទេអាបឹមអូយដល់ផ្ទះហើយនេះបឹមមិនបានជាស្គប់ផ្ទះរបស់ខ្ញុំអូគឺខ្ញុំពួកនាងតាមដានខ្ញុំតាំងពីពេលណាគឺអញ្ចេះទេណានាងម៉ាលីកាលថ្ងៃបុណ្យម្ដេចប្រទីបខ្ញុំឃើញមីងរបស់ណានាងចង់ធ្វើបាបណានាងទើបខ្ញុំឲ្យអាបឹមតាមពីក្រោយក្រែងលោមានអ្វីមិនស្រួលនឹងបានជួយនាងឲ្យទាន់ពេលទើបអាបឹមស្គាល់ផ្ទះណានាងតាំងពីថ្ងៃហ្នឹងមកអូយពិតបែបហើយដែលនាងម៉ាលីហើយជារឿងធម្មតារបស់ខ្ញុំទៅហើយទោះជាមានអ្នកដែលបារម្ភចង់ជួយក៏មិនអាចជួយខ្ញុំបានដែរព្រោះអ្នកមីងនិងប្អូនស្រីរបស់ខ្ញុំពួកគាត់កាចខ្លាំងណាស់អ្នកណាហ៊ានជួយខ្ញុំច្បាស់ជាមានរឿងធំមិនខានទេណានាងពិបាកដល់ម្លឹងផងហ៎ចុះបើសិនជាខ្ញុំចង់ជួយណានាងឲ្យចេញផុតអំពីមនុស្សអាក្រក់ដែលធ្វើបាបណានាងនោះតើណានាងព្រមដែរទេខ្ញុំក៏មិនដឹងថានឹងមានថ្ងៃល្អសម្រាប់ខ្ញុំខ្លះដែរទេអ្នកម៉ែរបស់ខ្ញុំស្លាប់តាំងពីខ្ញុំនៅក្មេងពុករបស់ខ្ញុំមានប្រពន្ធម្នាក់ទៀតតាំងពីពេលនោះខ្ញុំមិនដែលស្គាល់សេចក្តីសុខម្ដងណាទេណានាងម៉ាលីខ្ញុំសូមសន្យាថាចាប់ពីថ្ងៃនេះទៅខ្ញុំមិនឲ្យណានាងរងទុក្ខវេទនាបែបនេះទៀតទេឲ្យខ្ញុំជឿលោកបានចឹងមិញដែលនាងជឿលើបងប្រុសរបស់ខ្ញុំទៅវាមិនខុសទេខ្ញុំហ៊ានតែដាក់ក្បាលរបស់ខ្ញុំនឹងធ្វើឲ្យណានាងឃើញដល់ផ្ទាល់ភ្នែកថាអ្វីដែលខ្ញុំនិយាយគឺជាពាក្យពិតអ្នកម៉ៃនាងម៉ាលីវាមកវិញហើយម៉ៃកូនដូចជាឃើញអ្នកណានៅខាងមុខផ្ទះរបស់យើងយើងទៅមើលទៅកូនមិនបានជាវាមកដល់ផ្ទះមិនចូលផ្ទះអញ្ចឹងវានៅជាមួយអ្នកណាទេដឹងតើអ្នកម៉ែទៅមើលទៅអ្នកម៉ែនាងម៉ាលីវានៅជាមួយប្រុសទៀតហើយនាងឃ្លីសអញឲ្យហងឯងតែធ្វើនំគ្រក់ឲ្យអញនៅកូនស៊ីនេះបាត់តាំងពីព្រឹករហូតដល់យប់ថ្មនេះទៅដោយប្រុសឈ្មោលមកពីណានឹងហ៎មីកំពុយថោកទៀបមើលអាប្រុសមួយណាអញមើលមុខវាបន្តិចមើលគឺឯងទៀតហើយអ្នកម៉ែគឺនាងម្នាក់នេះទៀតហើយមិនបានជានេះមកតាក់ទងជាមួយនាងម៉ាលីបែបនេះហេតុអីក៏មិនឃើញជើងខ្លះផងកុំទៅខ្វាត់ជាមួយនឹងអរហាមអីកូនមីលីអ្នកក្រខ្សត់វារត់រកតែអ្នកក្រដូចគ្នាចឹងហើយកូនមិនសុខចិត្តទេអ្នកម៉ែត្រូវតែវាឲ្យស្លាប់
ចូលទៅក្នុងដឹងហើយនាងមលីមកនេះអ្នកមីងស្ដាប់ខ្ញុំនិយាយសិនបានទេអ្វីដែលអ្នកទាំងពីរឃើញមិនដូចជាការគិតទេខ្ញុំនឹងនិយាយថាគ្មានអ្វីនៅគ្នាទេពួកគេទាំងពីរនាក់គ្រាន់តែជូនខ្ញុំមកតែប៉ុណ្ណឹងណានាងម៉ាលីនិយាយត្រូវទោះជាខ្ញុំមានចិត្តប្រតិបត្តិលើណានាងម៉ាលីក៏ដោយក៏ខ្ញុំមិនឲ្យខុសប្រពៃណីដែរខ្ញុំនឹងផ្ដល់កិត្តិយសនិងតម្លៃឲ្យស័ក្តិសមជាស្ត្រីខ្មែរទៅឲ្យណានាងម៉ាលីណាមីងកុំបារម្ភឡើយឯងជាស្អីបានជាហ៊ានលូកមាត់និយាយជាមួយយើងឯងហ្នឹងហ៎មានសមត្ថភាពអីហាណាមីងត្រូវការអ្វីទើបឈប់ធ្វើបាបនិងដោះលែងម៉ាលីឲ្យមានសេរីភាពសូមនិយាយមកចុះខ្ញុំនឹងធ្វើតាមទាំងអស់ឯងចង់បានសេរីភាពឲ្យវាមែនទេបានបើថ្ងៃស្អែកឯងយកមាស 1000 តម្លឹងនិង500ស្លឹងមកឲ្យយើងព្រមឲ្យសេរីភាពទៅនាងម៉ាលីចុះណាមីងនិយាយជាការពិតដែរទេយើងហ៊ាននិយាយគឺហ៊ានធ្វើប៉ុន្តែបើឯងធ្វើមិនបានទេយើងនឹងលក់នាងម៉ាលីនេះឲ្យទៅធ្វើជាស្រីបនមិនខានព្រោះយើងគឺជាមីងរបស់វាយើងចិញ្ចឹមវាតាំងពីក្មេងរហូតដល់ក្រមុំដូច្នេះយើងមានសិទ្ធិក្នុងការសម្រេចចិត្តជោគវាសនារបស់វាអ្នកមីងហេតុអីអ្នកមីងនិយាយបែបនេះអ្នកមីងគិតថាខ្ញុំជាគ្រួសារដែរទេកន្លងមកខ្ញុំគោរពអ្នកមីងដូចជាម្ដាយធ្វើសពគ្រប់បែបយ៉ាងព្រោះគិតថាអ្នកមីងនិងប្អូនជាគ្រួសារតែមួយតែសម្រាប់អ្នកមីងវិញទុកខ្ញុំគ្រាន់តែជាទេសកលតែប៉ុណ្ណោះឥឡូវចង់លួចខ្ញុំថែមទៀតត្រូវហើយឯងគ្រាន់តែជាទេសកលរបស់យើងហើយពេលនេះបើអាប្រុសរបស់ឯងមិនអាចរកប្រាក់មកលួចឯងបានទេនោះយើងនឹងយកឯងទៅលក់ណាមីងបានថ្ងៃស្អែកខ្ញុំនឹងរៀបចំមាសនិងប្រាក់ទាំងអស់ដែលណាមីងត្រូវការរួមទាំងចំនួនថែមទៀតមកចូលស្ដីតដឹងម្លិះតែម្ដងនេះប្រកាសឲ្យមែនទេថាអាចធ្វើបាននោះទុកចិត្តលើខ្ញុំចុះខ្ញុំបានសន្យានឹងណានាងហើយថាចាប់ពីពេលនេះទៅខ្ញុំនឹងមើលថែការពារណានាងមិនឲ្យណានាងលំបាកទៀតទេចាខ្ញុំជឿលើនេះនៅផ្អែមល្ហែមស្អីទៀតឆាប់ទៅរកប្រាក់និងមាសតាមអ្វីដែលម៉ែយើងប្រាប់ភ្លាមទៅនាងមលីចូលក្នុងផ្ទះទៅពួកឯងក៏ដូចគ្នាឆាប់ទៅចេញទៅម៉ែហេតុអីថ្ងៃនេះអ្នកម៉ែមិនវាយនាងមលីម៉ែឈប់វាយវាហើយអោហេតុអីទៅអ្នកម៉ែចិត្តល្អជាមួយវាតាំងពីពេលណាមិនបានជាកូនមិនដែលដឹងគឺថ្ងៃនឹងហើយទើបម៉ែនឹកឃើញថានាងមលីវាពេញកមុំល្មមអាចប្រើការបានរូបរាងវាក៏មិនអន់ដែរម៉ែមិនវាយវាព្រោះតែត្រូវថែរក្សាសាច់វាឲ្យស្អាតដើម្បីទុកវាជាប្រយោជន៍ដល់យើងណាកូនអូយគំនិតរបស់អ្នកម៉ែពិតជាល្អមែនអេអ្នកម៉ែឲ្យចុះនាយម្នាក់នោះអ្នកម៉ែគិតថាគេមានមាសប្រាក់យកមកឲ្យអ្នកម៉ែដែរទេមុខវាហ្នឹងមានមាសប្រាក់រាប់ដំឡឹងនោះម៉ែចេះតែទាទៅព្រោះម៉ែដឹងថាវាគ្មានសមត្ថភាពទេចាស់អ្នកម៉ែកូនជឿហើយម្លិះកូនស្រីម៉ែអ្នកម៉ែមករកកូនហើយកូនចង់អត់អ្នកម៉ែកូនស្រីម្ដាយមិនយូរទៀតទេកូននឹងអស់កម្មពៀននៅទីនេះទ្រាំបន្តិចទៀតណាកូនអ្នកម៉ែមានភាសាបានន័យថាចឹងម៉េចនេះចេះថាណានាងម៉ាលីព្រះអង្គខ្ញុំម្ចាស់សូមផ្ញើកូនម្លិះនិងព្រះអង្គផងខ្ញុំម្ចាស់មិនបាននៅមើលថែនាងបន្តទៀតទេព្រោះពេលរបស់ខ្ញុំម្ចាស់បានមកដល់ហើយអ្នកម៉ែចង់បានន័យថាចឹងម៉េចកូនមិនយល់ទេកូនស្រីម៉ែមកនេះមកកូននិងព្រះអង្គគឺជាគូក្រងពីអតីតជាតិចាប់ពីពេលនេះតទៅព្រះអង្គនឹងមើលថែរក្សាកូនជំនួសម៉ែដល់ពេលវេលាត្រូវត្រឡប់ទៅវិញហើយម៉ែជូនពរកូនទាំងពីរជួបតែសេចក្តីសុខសាន្តរហូតតទៅអ្នកម៉ែខ្ញុំជាសំហេតុអីក៏ជាសពដូចជាការពិនអ្នកម៉ែពិតជាប្រាប់ខ្ញុំច្បាស់ណាស់នេះជាឋាននេះជាអ្នកណាហេតុអីក៏នៅក្នុងជាសពរបស់ខ្ញុំនឹងអ្នកម៉ែដែរអាមាត្យបឹមក្រាបទូលព្រះអង្គឲ្យស្ដាប់តាមរាជបញ្ជារបស់យើងធ្វើដំណើរទៅព្រះនគររៀបចំភ័ស្តុភារបណ្ដាការនាំស្នំនៃមើលមន្ត្រីគ្រប់ជាន់ថ្នាក់ព្រមទាំងក្រែស្នែងដល់ប្រណិតឲ្យទាន់វេលាថ្ងៃស្អែកចូលស្ដីតដឹងណានាងម៉ាលីតាមប្រពៃណីទទួលព្រះរាជបញ្ជាព្រះអង្គ
ព្រះអង្គហ៎ខ្ញុំស្ដាប់មិនច្រឡំទេដឹងកូនជឿថាគឺជាព្រះអង្គតាឆាន់ណាហើយកើតស្អីអានាងជុំអាមិនក៏ស្លន់ស្លោមើលតែជុំខ្មោចអញ្ចឹងវាសាហាវជាងជួបខ្មោចទៅទៀតណាតាឆាន់ឆាប់និយាយមកឲ្យតើមានរឿងអីហ៎គឺណែនាងជុំមកហើយឯងកើតស្អីម៉ែជុំពុកឆាន់ខ្ញុំមានរឿងចង់ជម្រាបអ្នកទាំងពីរណែតើមានរឿងស្អីទៅអាកូនឯងមើលម៉ែជុំឯងទៅមិនដឹងជាកើតស្អីទេស្លន់ស្លោឃើញមុខកូននិយាយអ្វីក៏មិនចេញដែរម៉ែជុំម៉ែកើតអ្វីមែនទេខ្ញុំម្ចាស់សំតែស្លាប់ខ្ញុំម្ចាស់មិនដឹងថាជាព្រះអង្គសូមព្រះរាជទានទោសផងព្រះអង្គគឺណែនាងជុំមកឯងឈួតហើយមែនទេឲ្យមិនបានជាឯងមកលុតជង្គង់មុខកូនអញ្ចឹងតាឆានឆាប់លុតជង្គង់ភ្លាមទៅឲ្យលឿនឡើងប្រយ័ត្នកំបុតក្បាលណាឆាប់ឡើងថ្វាយបង្គំព្រះអង្គភ្លាមទៅជាការពិតមែនទេណែហើយខ្ញុំទៅកុហកឯងធ្វើស្អីឲ្យឆាប់ឡើងទៅមិនបាច់ទេពុកឆាន់ម៉ែជុំក្រោកឡើងបើអ្នកទាំងពីរដឹងហើយថាយើងគឺជាព្រះអង្គអញ្ចឹងយើងមិនចាំបាច់និយាយអ្វីច្រើនទេយើងមកដល់ទីនេះគឺដោយសារតែតាមរកនារីម្នាក់ដែលយើងនឹងជ្រើសរើសធ្វើជាគូអនាគតហើយនឹងទៅរៀបអភិសេកនៅថ្ងៃស្អែកនេះនារីម្នាក់នោះឈ្មោះថាម៉ាលីដែលមានម្ដាយចុងគឺមីងភេមម៉ែជុំពុកឆាន់ប្រកាសជាស្គាល់ពួកគេហើយខ្ញុំម្ចាស់ស្គាល់ព្រះអង្គសពប្រតិនឹងក្មួយម៉ាលីមែនទេព្រះពរម្ចាស់ណែសម្រាប់ម៉ាលីណែនាងជាក្មេងស្រីដ៏ល្អសុភាពរៀបសារក៏ប៉ុន្តែម៉ែចុងរបស់នាងជាមនុស្សមិនល្អនោះទេព្រះអង្គទូបង្គំតែងតែឃើញម្ដាយកូនទាំងពីរវាយធ្វើបាបម៉ាលីស្ទើរតែរាល់ថ្ងៃគួរឲ្យអាណិតម៉ាលីខ្លាំងណាស់ព្រះអង្គយើងដឹងហើយទើបថ្ងៃស្អែកនេះយើងនឹងរៀបចំចូលស្ដីទៅដឹងម៉ាលីឲ្យបានឆាប់បំផុតដើម្បីយកនាងចេញពីឋាននរកនេះល្អណាស់ព្រះអង្គខ្ញុំម្ចាស់សប្បាយចិត្តខ្លាំងណាស់ដែលឮព្រះអង្គមានបន្ទូលបែបនេះយើងអរគុណពុកឆាន់និងម៉ែជុំហើយដែលបានផ្ដល់កន្លែងឲ្យយើងស្នាក់នៅហើយបានស្រឡាញ់យើងដូចជាកូនគុណបំណាច់នេះយើងនឹងសងអ្នកទាំងពីរឲ្យស័ក្តិសមបំផុតចាំមិនឆៃនាងមលីងឯណាប្រុសរបស់ឯងថាមកថ្ងៃនេះយ៉ាងម៉េចក៏យើងមិនឃើញមើលទៅបែបជាត្រូវអ្នកម៉ែយើងយកទៅលក់ធ្វើជាស្រីបន់ឲ្យមើលទៅគ្មានឱកាសមានប្តីត្រឹមត្រូវព្រោះថាគ្មានអ្នកណាគេមកដណ្ដឹងឯងនឹងណាទោះជាគ្មានអ្នកណាមកដណ្ដឹងយើងក៏យើងគ្មានថ្ងៃទៅធ្វើជាស្រីបន់ដែរឯងហ៊ានជំទាស់ជាមួយអ្នកម៉ែរបស់យើងដែរហ៎យើងចាំតែមើលទីងអ្នកម៉ែជួយកូនផងអ្នកភេមអ្នកភេមអូហូយហើយខ្យល់ស្អីបក់ក្លិនស្អុយមកពីណាចេះកូនមីលាតែរកមើលកណ្ដុលងាប់ទេដឹងហាបានជាក្លិនស្អុយអីដល់ថ្នាក់នេះណែអ្នកភេមយើងមិនមែនមកដើម្បីឆ្លោះជាមួយឯងទេណាបើអញ្ចឹងឯងមកផ្ទះរបស់យើងធ្វើអីអូហូកុំប្រាប់យើងថាឯងនឹងប្តីរបស់ឯងមកធ្វើជាមេបាចៅមហានាំអាកូនកំឡោះម្នាក់នោះមកដល់ដឹងកូនយើងឯសោះណាណែនាងភេមឯងនិយាយស្អីឲ្យវាមានក្បាលមានកន្ទុយខ្លះផងណាពីម្សិលមិញណាក្រែងឯងនិយាយប្រាប់កូនយើងថាឲ្យរកមាសប្រាក់មកលួសនាងមលិសពីផ្ទះឯងនោះអីឥឡូវមកធ្វើជាមិនដឹងរឿងដូចនេះនាងភេមពួកឯងហ្នឹងហ៎មានមាសប្រាក់មកលួសនាងមលិសនោះមិនចុំតាឆាន់នេះចេះថាឯណាមាសប្រាក់បង្ហាញភ្លាមមកនាងមលិសមកដល់ល្មមហុចមាសប្រាក់ឲ្យយើងនឹងប្រគល់មនុស្សទៅឲ្យយ៉ាងម៉េចនាងភេមឯងនេះមិនកាចរឹកសោះហើយពាក្យចាស់ពូលថាបើមិនទាន់ឃើញក្តាមមឈូសមិនស្រក់ទឹកភ្នែកឯងចាំមើលចុះណាឯងប្រកាសជាស្ដាយក្រោយពួកឯងទេដែលស្ដាយក្រោយនោះមិនយូរទៀតទេពួកឯងនឹងលែងបានឃើញមុខនាងមលិសនៅទីនេះ
ព្រោះអ្នកម៉ែរបស់យើងនឹងយកវាទៅលក់នៅផ្ទះបនឆាប់នេះអ្នកមីងខ្ញុំសុំវល់កុំយកខ្ញុំទៅលក់អីអ្នកមីងចង់ឲ្យខ្ញុំធ្វើអីក៏ខ្ញុំព្រមកុំឲ្យតែយកខ្ញុំទៅលក់ទៅបានហើយឯងមានសិទ្ធិអីមកតវ៉ាជាមួយយើងបាននិយាយហើយបើថ្ងៃនេះប្រុសរបស់ឯងគ្មានមាសប្រាក់ដែលយើងបង្គាប់យកមកឲ្យយើងគ្រប់ចំនួនទេយើងនឹងយកឯងទៅលក់មិនចុំតាឆានជួយខ្ញុំផងមលីហើយឯងជាក្មេងល្អមីងជឿទេវតាថាតាមថែរក្សាឯងណាមិនឲ្យមនុស្សអាក្រក់ធ្វើបាបឯងបានងាយទេឯងត្រូវតែជឿមីងវាសនារបស់ឯងនឹងបានខ្ពង់ខ្ពស់យើងចង់តែសាច់អាចជះមាត់ទេមលីជឿខ្ញុំដែរទេចាខ្ញុំជឿលើនេះអញ្ចឹងដល់ពេលហើយខ្ញុំនឹងធ្វើឲ្យមនុស្សអាក្រក់បានឃើញពីវាសនារបស់អ្នកនាងមលីសូមក្រាបថ្វាយបង្គំព្រះអង្គស្អីគេនឹងអ្នកណាជាព្រះអង្គអ្នកម៉ែនេះកូនមិនមែនជាសពទេនេះម្នាក់នេះគឺជាព្រះអង្គកូនស្រីម៉ែមកនេះមកកូននឹងព្រះអង្គគឺជាគូក្រងពីអតីតជាតិចាប់ពីពេលនេះតទៅព្រះអង្គនឹងមើលថែរក្សាកូនជំនួសម៉ែដល់ពេលវេលាត្រូវត្រឡប់ទៅវិញហើយម៉ែជូនពរកូនទាំងពីរជួបតែសេចក្តីសុខសាន្តរហូតតទៅអ្នកម៉ែតាមពិតគឺអ្នកម៉ែមកបញ្ជាសពកូនមែនអ្នកម៉ែនៅតាមថែរក្សាកូនរហូតមកកូនពិតជាអរគុណអ្នកម៉ែណាស់ពួកភីលៀងទាំងអស់រៀបចំទ្រង់គ្រឿងឲ្យព្រះមហេសីព្រះពរព្រះអង្គព្រះនាងសូមស្ដេចយាងទ្រង់គ្រឿងព្រះអង្គសូមស្ដេចយាងទ្រង់គ្រឿងក្រាបទូលល្អស្លាប់ហើយច្បាស់ជាស្លាប់មិនខានទេអ្នកម៉ែអញ្ចឹងធ្វើយ៉ាងម៉េចទេអ្នកម៉ែឃើញទេមកពីអ្នកម៉ែមិនស្ដាប់កូននិយាយឲ្យថានេះម្នាក់នេះគឺព្រះអង្គកូនពេញចិត្តតាំងពីដំបូងប៉ុន្តែអ្នកម៉ែនឹងឲ្យភ្នែកស្អុយមើលដុំមៀតដុំពេជ្រថាជាសម្រាមឥឡូវឃើញទេពេលនេះនាងមលីវាខ្លាចទៅជាមហេសីព្រះអង្គហើយឲ្យកូនសង្ឃឹមអីទៀតទេមីកូនចង្រៃហ៊ានស្ដីឲ្យអញផងហ៎អញនឹងវាយឯងឲ្យស្លាប់នេះណែអូយអ្នកម៉ែខ្ញុំឈឺបានហើយអូហូព្រះនាងមលីពិតជាស្រស់ស្អាតដូចទេពធីតាមែនស័ក្តិសមជាគូពីអតីតជាតិជាមួយនឹងព្រះអង្គជាថាពិតមែនមែនហើយសំគ្នាណាស់សំគ្នាណាស់លោកអើយពិតជាសំគ្នាណាស់មើលចុះសំគ្នាមែនខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំព្រះអង្គម្ចាស់អូនយើងនឹងនាំម្ចាស់អូនចូលទៅព្រះនគរអូស្ដេចយើងព្រះអង្គហើយនឹងព្រះមហេសីទៅព្រះនគរព្រះនាងមលីអើយព្រះនាងអស់កម្មអស់ពៀននៅទីនេះហើយវាសនារបស់ព្រះនាងខ្ពង់ខ្ពស់ស័ក្តិសមនឹងចរិតមាយាទរបស់ព្រះនាងខ្លាំងណាស់មែនហើយតាឆាន់ខ្ញុំរំភើបជំនួសឪពុកម្ដាយរបស់ព្រះនាងមលីណាស់បើសិនជាព្រលឹងម្ដាយរបស់ព្រះនាងដឹងពួកគាត់ប្រកាសជាសប្បាយចិត្តខ្លាំងមិនខានទេតោះឆាប់ទៅតាឆាន់យើងទៅខ្ទមរបស់យើងវិញតោះឈប់សិនម៉ែជុំពុកឆាន់បឹមអូមិនមែនទេលោកអាម៉ាតមិនមែនទេលោកអាម៉ាតបឹមហៅខ្ញុំដូចមុនក៏តបានដែរពុកឆាន់ម៉ែជុំដូចជាពីរោះស្ដាប់ជាងលោកអាម៉ាតបឹមព្រះអង្គមានព្រះរាជបញ្ជាឲ្យខ្ញុំនាំម៉ែជុំនឹងពុកឆាន់ចូលទៅនៅព្រះនគរដែរពិតមែនអាបឹមជាការពិតណាស់ព្រះអង្គទ្រង់កតញ្ញូចំពោះម៉ែជុំនឹងតាឆាន់ដែលបានផ្ដល់កន្លែងស្នាក់នៅឲ្យព្រះអង្គមួយរយៈហើយនឹងបាយទឹកម្ហូបអាហារថ្វាយព្រះអង្គហើយនឹងខ្ញុំទៀតដូច្នេះព្រះអង្គនឹងប្រទានឋានន្តរស័ក្តិជូនម៉ែជុំឲ្យនឹងពុកឆាន់ជាមិនខានទេតាឆាន់ឯងលឺដែរទេលោកតាបានពិតជាស័ក្តិសិទ្ធិមែនមិនត្រឹមតែឲ្យយើងមានកូនទេថែមទាំងមានសំណាងពេលចាស់ទៀតព្រោះមានកូនចិញ្ចឹមជាព្រះអង្គហើយសំណាងបុណ្យរបស់យើងហើយណាតាឆាន់ពុតអើយតាឆាន់ឯងចាំមិនហើយរំភើបតតែនិយាយមិនចេញមែនទេអាចសូមអញ្ជើញពុកឆាន់និងម៉ែជុំចូលរាជវាំងព្រះអង្គចេថាបានរៀបអភិសេកជាមួយព្រះនាងមលីយ៉ាងអធិកអធមល្បីសោះសាយហើយរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលព្រះអង្គបានតែងតាំងអាមាត្យបឹមធ្វើជាមេទ័ពធំដៃស្ដាំរបស់ព្រះអង្គចំណែកតាឆាន់និងមីងជុំព្រះអង្គបានតែងតាំងឲ្យក្លាយជាម៉មនៅក្នុងរាជវាំងជួយមើលថែទាយាទរបស់ព្រះអង្គរស់នៅយ៉ាងមានសេចក្តីសុខ
ai niềng phèm nâng côn sợi mê lía bắn to pi pra niềng mà lì chạ chênh tử pi nè mà đai côn sọc đai đai cực khô mà giang trọp sầm bát có trái ở tiết đôi chân pi nè mà đai côn có lẹ khuôn cỏ ធ្វើការរកស៊ីដោយលំបាកដើម្បីរកប្រាក់ចិញ្ចឹមជីវិតរហូតទៅ